កុំបោះបង់ខ្លួនឯងចោលឲ្យសោះពីព្រោះក្នុងโลกនេះក្រៅពីយើងម្នាក់ហើយអត់មាននរណាជាទីពឹងជួយយើងបានទេបើយើងចោលខ្លួនឯងទៅហើយគឺកំព្រាមហាកំព្រាហើយគឺកំព្រាទីពឹងហ្នឹងកំព្រាបន់ខ្លួនឯងនឹងឯងចា៎អ្វីធម្មតាយើងកើតមកជាមនុស្សប៉ុណ្ណឹងហើយបានរស់នៅដល់សពថ្ងៃហ្នឹងគឺថាវាល្មមជាមួយនឹងអ្វីដែលមាននឹងហើយណាក៏ណានឹងឯងក៏ប៉ុន្តែបែរទៅជាយើងដឹងខ្លួនឯងថាមិនល្មមមិនគ្រប់គ្រាន់ខ្វះនេះខ្វះនោះមកពីយើងគិតប្រៀបធៀបនឹងអ្នកដទៃប្រៀបធៀបនឹងអ្នកដែលគេមានបានជាងនឹងឯងចឹងដល់ចឹងទៅយើងខ្វះកន្លះជានិច្ចនឹងឯងចឹងហើយបើយើងសម្លឹងមើលទៅក្រោមយើងដឹងខ្លួនឯងថាសម្បត្តិប៉ុណ្ណឹងវាលើសផងសល់ផងចឹងធម្មតាហ្នឹងមើលបើយើងគិតប្រៀបទៅជាមួយនឹងអ្នកដែលមានអ្នកដែលពងខ្ពស់យើងនឹងខ្វះហើយខ្វះហ្នឹងឯងហេមលហាមទៅតែហ្មងប៉ុន្តែដដែលហ្នឹងបើគិតទៅជាមួយអ្នកដែលខ្វះខាតជាងឬក៏សត្វក្នុងអបាយភូមិអីដែលពុទ្ធបរិស័ទយើងមានកម្មសិកតាសទ្ធាកម្មសិកតាបញ្ញាបានជ្រាបដឹងពីវដ្តសង្សារអាស្រ័យកម្មជាបច្ច័យហ្នឹងចឹងគឺថាវាមិនមែនមានតែអត្តភាពមនុស្សឯណាមានសត្វក្នុងអបាយភូមិអីទាំងអស់ហ្នឹងដល់ទៅចឹងទៅយើងដឹងខ្លួនតែប្រសើរគ្រាន់បើក៏ណាទាំងអស់ហ្នឹងក៏យើងអាចថ្លឹងថ្លែងបាននឹងឯងជាពិសេសកុំឲ្យយើងចេះតែមើលទៅលើធ្វើឲ្យខ្លួនឯងហេមលហាមខ្វះខាតយើងអាចមើលទៅក្រោមបានផងដែរនឹងឯងក៏ប៉ុន្តែប៉ុណ្ណឹងក៏វាមិនរួចពីអាការប្រៀបផ្ទឹមគ្នាហ្នឹងណានឹងឯងអាការប្រៀបផ្ទឹមគ្នាហ្នឹងវានាំឲ្យមាននេះអាស្មិមាននេះអញ្ចឹងទៅគ្រាន់បើជាងគេអីចឹងទៅឬក៏អន់ជាងគេទៅហើយក៏វាអាចថាស្មើនឹងគេអីដែរអញ្ចឹងវានៅក្នុងអារឿងប្រៀបផ្ទឹមហ្នឹងវាជាមាននេះដោយសេចក្តីសម្គាល់ថាយើងថាគេហ្នឹងអញ្ចឹងវាត្រូវមានអនិច្ចសញ្ញានេះឯងចឹងក៏ណាដែលត្រូវមកដឹងថាសត្វលោកទាំងអស់ទោះជាក្នុងសភាពបែបណាក៏ដោយគឺអ្វីទាំងអស់ហ្នឹងជាផលនៃបច្ច័យនឹងឯងហើយធម្មតាអ្វីដែលជាផលនៃបច្ច័យវាត្រូវស្មើគ្នាត្រង់ដែលថាវាអត់មានខ្លួនឯងពីព្រោះវាកើតអំពីបច្ច័យមិនចំពោះដែលថាអ្នកដែលអន់ជាងយើងអ្នកដែលស្មើនឹងយើងអ្នកដែលខ្ពស់ជាងយើងឬក៏យើងអីទៅនឹងទេកាលណាបើមាននៅអនិច្ចសញ្ញាគឺសម្គាល់ឃើញវាស្មើគ្នាត្រង់ដែលថាផលនៃបច្ច័យហ្នឹងវាសុទ្ធតែអាស្រ័យបច្ច័យកើតឡើងហើយវាស្ថិតនៅក្នុងសភាពអនិច្ចំសង្កតាំងបដិច្ចសមុបន្នាំងខយៈធម្មំវិយៈធម្មំវិរកធម្មំនិរោធធម្មំវាស្មើគ្នាអានេះកំចាត់បងនៅអស្មិមាននេះក៏ណានឹងឯងចឹងហើយកាលណាបើពុទ្ធបរិស័ទយើងបានជ្រាបដឹងថាអ្វីជាផលនៃបច្ច័យចឹងមិនមាននៅមាននេះហ្នឹងរមែងរស់នៅជាសុខក៏ណាក្នុងបច្ចុប្បន្នហ្នឹងទៅតែម្ដងចឹងជាកម្លាំងដែលកំចាត់បងនៅកិលេសក្នុងបហប្រតិក្នុងចិត្តសន្តានហ្នឹងក៏ណាគឺរកភាពយុត្តិធម៌សម្រាប់ពិភពលោកនឹងឃើញគឺដោយសារបានដឹងថាអ្វីសិតតែត្រឹមត្រូវតាមបច្ច័យនឹងឯងចឹង 100% អាហ្នឹងគឺការដែលបានយល់ដឹងទៅលើអ្វីដែលអាស្រ័យបច្ច័យកើតឡើងហ្នឹងមិនមែនហាមឃាត់សេចក្តីជាយាមទេរឹងរឹតតែប្រឹងប្រែងដើម្បីឲ្យបានដឹងអំពីនាមរូបដែលអាស្រ័យបច្ច័យកើតឡើងហ្នឹងប្រព្រឹត្តទៅដោយសេចក្តីជាយាមទាំងពីព្រោះធัวនេះគឺប្រព្រឹត្តទៅដើម្បីសេចក្តីសុខហ្នឹងឯងយើងមានសិលហើយមាននៅគុណធម៌នៅក្នុងជីវិតគឺបានទទួលលទ្ធផលដោយសេចក្តីសុខស្ងប់តិចនៅឯណាក៏សុខកាយសប្បាយចិត្តដោយសារមានគុណធម៌នឹងឯងចឹងអ្វីដែលបានមកដល់ជីវិតរបស់យើងទោះជាថាវាធ្លាប់តែមិនល្អយ៉ាងណាក៏ដោយក៏ប៉ុន្តែក៏វាត្រឡប់មកជាល្អដោយសារការដែលមានសិលមានធម៌ក្នុងខ្លួនទទួលយក
គ្រប់អារម្មណ៍ទាំងអស់នោះមិនថាជារាជាធិមរណៈមិនថាប្រត់ប្រាស់មិនថាអកុសលវិបាកមិនថាអនិច្ចាអារម្មណ៍អីទៅទេទាំងគឺបានមកជាអារម្មណ៍នៃទាននៃសិលនៃសមថៈនៃវិបស្សនាទៅបានទាំងអស់អញ្ចឹងគឺថាវាអត់មានអ្វីអាក្រក់សម្រាប់ជីវិតរបស់យើងឡើយមើលទាំងតើយើងទៅបន់ស្រន់បួងសួងសូមពរសូមជ័យសូមអ្វីដែលល្អពីអ្នកណាគឺវាសម្រេចដោយសារការដែលយើងមានសិលមានធម៌ក្នុងខ្លួនហ្នឹងណាមានយោនិសោមនសិកាមានបញ្ញាហ្នឹងណាអ្វីចូលមកដល់ជីវិតរបស់យើងហ្នឹងគឺវាដូចជាដើមអំពៅដែលវាមានពូជផ្អែមអញ្ចឹងវាស្រូបយកជីជាតិពីដីមកវាចម្រាញ់ទៅជាផ្អែមដោយពូជផ្អែមខ្លួនឯងហ្នឹងមេផ្អែមហ្នឹងពីជានិយាមហ្នឹងឯងហើយវាមិនមែនថាផ្អែមស្រាប់ពីក្នុងដីមកឯណាគេមិនមែនយកដីទៅធ្វើស្ករឯណាគេដាំដើមអំពៅសិនបានគៀបយកទឹកទៅធ្វើស្ករហើយដើមក្រូចឆ្មាទោះជាដុះនៅកណ្ដាលជាងការអំពៅវាមិនអាចផ្អែមវាជូរទៅតាមមេជូរហ្នឹងពីចនិយាមហ្នឹងស្ដៅបដុលពេជ្រអីក៏ទៅជាលវីងទៅដើមឈើពុលក៏ទៅជាពុលតាមពូជរបស់ខ្លួនហ្នឹងតែអំពៅគេផ្អែមរបស់គេដោយសារវាមានមេផ្អែមយ៉ាងណាមិញការដែលយើងមានមេបនមេសុកមេស្ងប់មេតិចក្នុងខ្លួនរបស់យើងហ្នឹងណាហ្នឹងឯងអានេះជាលទ្ធផលដែលយើងស្ដាប់ពធយល់គឺដើម្បីឲ្យឃើញតម្លៃនៃការប្រព្រឹត្តព្រះមច្ចរិយធម៌ហ្នឹងអ្វីក៏ដូចជាឲ្យពួកយើងចាំមកដល់ជីវិតរបស់យើងតាមផ្លូវភ្នែកជាជាមកអណ្ដាតកាយចិត្តអារម្មណ៍តាមទ្វេ6ទៅជាអារម្មណ៍នៃប្រកម្មដ្ឋានបានទាំងអស់ត្រូវឲ្យទានកើតត្រូវឲ្យសិលត្រូវឲ្យអភ័យត្រូវមេត្តាករុណាត្រូវសមថៈត្រូវវិបស្សនាបានទាំងអស់មានអ្វីដែលអាក្រក់សម្រាប់យើងទៀតបើអ្នកទទួលអារម្មណ៍នឹងឯងគឺសុទ្ធតែជាអ្នកដែលបានអប់រំហើយដោយល្អនៅក្នុងព្រះសាសនានេះនឹងឯងទៅមើលដូចជាការដែលមាននៅអនិច្ចសញ្ញាអីអញ្ចឹងធម្មតាមនុស្សយើងតែងតែយំសោកណាអាឡោះអាឡៃចំពោះអ្វីដែលជាទីស្រឡាញ់ពេញចិត្តនឹងវិន័យបាត់បង់ទៅអានឹងដោយសារអត់មានអនិច្ចសញ្ញាទេតាកាលណាបើអប់រំបាននៅអនិច្ចសញ្ញារបស់ដែលបាត់បង់សូន្យទៅនឹងគឺមិនបានជាអារម្មណ៍ដែលនាំឲ្យមានសេចក្តីទុក្ខសោកអីទេពីព្រោះវាជាការពិតនៃការអស់ទៅសូន្យទៅនឹងវាជាការពិតនៃអតីតាធម្មានឹងឯងចឹងកាលណាបើទទួលយកការពិតបានអញ្ចឹងគឺថាអនិច្ចសញ្ញានេះដែលមានសេចក្តីសម្គាល់ទៅលើអ្វីដែលជាការមិនទៀងហ្នឹងវាត្រឹមត្រូវអញ្ចឹងទៅមានទុក្ខសោកអីដូចណាការព្រាត់ប្រាសដូចតែគ្នាប៉ុន្តែមួយដែលអត់មានបញ្ញាក៏ទុក្ខសោកមានសេចក្តីទុក្ខអាឡោះអាឡៃអញ្ចឹងក៏ប៉ុន្តែដល់តែមានបញ្ញាមានអនិច្ចសញ្ញាទៅជាមានសេចក្តីសុខស្ងប់នឹងឯងទៅសំខាន់ណាស់ការដែលយើងស្ដាប់ពធយល់ដឹងពីតម្លៃនៃពធណាខុសគ្នាពីការមិនដឹងណាដូចដុំមាសហើយនឹងមន់អញ្ចឹងណាដែលមន់ក្តីឬក៏សំណក់កាយឆ្មាគោក្របីអីដែលគ្នាវាមិនបានដឹងពីតម្លៃមាសហ្នឹងគឺវាមិនបានឲ្យសេចក្តីសំខាន់ទៅនឹងដុំមាសហ្នឹងទេប៉ុន្តែបើជាមួយនឹងមនុស្សដែលមនុស្សយើងដឹងហើយចេះចាត់ចែងនៅដុំមាសហ្នឹងគឺវាសំខាន់សម្រាប់មនុស្សហ្នឹងយ៉ាងណាមិញពធហ្នឹងអញ្ចឹងចឹងដែលយើងខំស្ដាប់ពធសិក្សាពធហ្នឹងគឺដើម្បីឲ្យឃើញពធដ៏មានតម្លៃទៅតាមសេចក្តីពិតនៃពធជាងរតនៈទាំងពួងអាហ្នឹងឲ្យបងប្អូនកូនចៅយល់ថាមិនបានជាពុកម្ដាយលោកយាយលោកតាអីចូលចិត្តស្ដាប់ពធហ្នឹងគឺដើម្បីឲ្យឃើញតម្លៃនៃពធតាមសេចក្តីពិតហើយពធហ្នឹងវាមានប្រយោជន៍នាំមកនៅសេចក្តីសុខស្ងប់អញ្ចឹងបើដូចជាដាប់យល់ទៅចម្រើនសេចក្តីជាយាមចម្រើនសតិបញ្ញាបាននៅអនិច្ចសញ្ញាអញ្ចឹងហើយបងប្អូនកូនចៅមើលជាមួយគ្នានឹងការដែលមិនគ្រប់គ្រងការដែលមិនហួងហែងរឿងល្អណានៅត្រង់ការដែលមិនគ្រប់គ្រងហួងហែងនឹងនៅត្រង់ណាស្ដាប់ឲ្យបានគិតឲ្យយល់មើលកុំឲ្យយើងចេះតែបាត់បង់អីទៅធម្មតាអ្វីដែលព្រាត់ប្រាសប្រែប្រួលទៅដឹងតែពីរឿងសោកសៅអាឡោះអាឡៃចំណុចល្អត្រង់ដែលថាយើងអត់បានគ្រប់គ្រងនៅអ្វីហ្នឹងពីព្រោះរបស់ហ្នឹងបានបាត់បង់ទៅហើយបាន
ប្រែប្រួលទៅហើយអត់មាននៅក្នុងការគ្រប់គ្រងរបស់យើងកាលណាបើយើងមិនមានអ្វីសម្រាប់គ្រប់គ្រងយើងក៏អត់មានអ្វីដែលត្រូវបាត់បង់នោះដែរហើយរឿងសោកប៉ាន់ត្រូវតាមបច្ច័យ 100% នឹងឯងធัวដែលកើតអំពីបច្ច័យវាតែងតែអស់ទៅសូន្យទៅមិនស្ថិតនៅលើបច្ច័យអីឲ្យប្រែប្រួលទេបច្ច័យសម្រាប់ឲ្យកើតតែប៉ុណ្្នឹងទេដែលត្រង់ការអស់ទៅសូន្យទៅគឺជាសាមញ្ញលក្ខណៈជាធម្មនិយមនៃធัวដែលកើតអំពីបច្ច័យនឹងគឺអត់មាននរណាមកហាមឃាត់រារាំងកុំឲ្យការអស់ទៅសូន្យទៅនឹងទេនេះជាចំណុចនៃការមិនប្រកាន់ការមិនគ្រប់គ្រងការមិនហួងហែងសេចក្តីល្អនៃការមិនគ្រប់គ្រងហ្នឹងគឺនៅត្រង់ណាគឺនៅត្រង់យើងអត់ចេះមានអ្វីវិនាសសាបសូន្យទេដោយព្រះអង្គសម្ដែងឲ្យព្រាហ្មណ៍ពីអ្នកប្តីប្រពន្ធសម្រាប់អនាគាមិផលដែលព្រាហ្មណ៍ហ្នឹងមានឧបនិស្ស័យល្អតែបើមិនតាន់បានឲ្យទានគាត់មិនបរិភោគហ្នឹងឯងហើយបានជួបព្រះសាស្តាហ្នឹងបានយកបាយដែលនៅសល់ពាក់កណ្ដាលនៅចានហ្នឹងវាអត់មានឆ្នាំងទៀតអស់ហើយយកទៅដាក់បាថ្វាយព្រះអង្គហើយសូមកម្មាទោសព្រះអង្គខ្ញុំព្រះអង្គអត់មានអ្វីដទៃហូបទៅដល់ព្រះសាស្តាដាច់យាងមកនេះដើម្បីមកប្រោសគាត់ទាំងពីរនឹងឯងហើយព្រះដែលមានពភាព្រះអង្គត្រាស់ឲ្យព្រាហ្មណ៍នឹងឯងរំភើបចិត្តព្រះអង្គត្រាស់ថាណែធម្មតាពួកអ្នកបួសមិនមែនតែព្រះអង្គទេណាព្រះអង្គថាពួកអ្នកបួសដូចជាតថាគតគឺរួមទាំងសាវករបស់ព្រះអង្គផងដែរហ្នឹងគឺជាអ្នកចិញ្ចឹមជីវិតដោយសារអ្នកដតីហ្នឹងក៏ដូចជាពពួកបរតតោបជីវិតៈប្រែដែលចិញ្ចឹមជីវិតដោយសារទានអ្នកដតីដែលគេឧទ្ទិសទៅនោះគ្រាន់តែប៉ុណ្ណឹងគាត់រំភើបត្រង់ដែលថាព្រះសមណៈគោតមព្រះអង្គចេញចាកពីសក្យតកូលសម្បត្តិស្ដេចចក្របើព្រះអង្គបានចេញទៅបួសហើយដល់ព្រះអង្គទៅបួសហើយព្រះអង្គប្រកាសអញ្ចឹងវារំភើបដល់អញ្ចឹងវាអត់យល់ពាក្យថាភិក្ខុហ្នឹងបានទីក្តីថាម៉េចព្រោះគាត់ត្រាប់តែដឹងថាភិក្ខុគឺអ្នកសូមហ្នឹងហើយតែដល់តែឥឡូវគាត់អត់យល់សូមទូលសួរព្រះអង្គបានព្រះអង្គទ្រង់ត្រាស់បកាថាហ្នឹងដែលឲ្យព្រាហ្មណ៍ហ្នឹងសម្រេចមគ្គផលដល់ទៅអនាគាមិផលទាំងភរិយាផងអង្គត្រាស់ថាសព្វសោនាមរូបស្មੰយសណតហេមមេយតាំងអសតាចៈអ្នកសោចតិសវេភិក្ខោតិវច្ចតិតិគឺសេចក្តីប្រកម្មក្នុងនាមរូបដោយសពគ្រប់នៃបុគ្គលណាមិនមានទាំងដែលបុគ្គលនោះមិនសោយសោកក្នុងរបស់ដែលសាបសូន្យទៅអសតាចៈអ្នកសោចតិអ្នកសោចតិមិនសោកណាអសតានេះគឺមិនសោកក្នុងរបស់ដែលមិនមានសវេភិក្ខោតិវច្ចតិនេះតថាគតហៅបុគ្គលនោះឯងថាជាភិក្ខុហ្នឹងឯងចឹងខ្ញុំណាលើកបកាថានឹងចង់បញ្ជាក់ពីអសតាចៈអ្នកសោចតិនេះមិនសោកចំពោះរបស់ដែលមិនមាននេះបានទីក្តីថាកាលណាបើយើងមិនមានការគ្រប់គ្រងហួងហែងវាអត់មានអ្វីដែលយើងត្រូវបាត់បង់ទេវាអត់មានអ្វីដែលយើងវិនិច្ឆ័យហើយសាបសូន្យហើយស្រែកយំថាខ្ញុំអស់ហាលីងហើយខ្ញុំអត់មានសល់អីទេអីអញ្ចឹងដែលយើងតែងតែទុកសោកជាមួយនឹងអ្វីដែលប្រកែប្រកម្មហួងហែងថាជារបស់ខ្លួនហ្នឹងហើយជាប់ជំពាក់រហូតដល់ទៅឲ្យសេចក្តីសំខាន់នៅក្នុងវត្ថុសម្បត្តិហ្នឹងក្រៃលែងទៅអត់បានឃើញសេចក្តីសំខាន់មកក្នុងធម្មសម្បត្តិទេដល់ទៅពេលរបស់ទាំងអស់ហ្នឹងវាផ្លាស់ប្ដូរប្រែប្រួលទៅក៏ដល់នៅសេចក្តីអន្ទះទុកសោកហ្នឹងទៅតែម្ដងចឹងដែលគ្រប់គ្នាសុទ្ធតែប្រឹងប្រែងស្វែងរកសេចក្តីសុខប៉ុន្តែកិច្ចមិនរួចពីសេចក្តីទុក្ខហ្នឹងមកពីរឿងហ្នឹងមកពីចេះតែឲ្យសេចក្តីសំខាន់ទៅក្នុងវត្ថុសម្បត្តិសពគ្រប់អញ្ចឹងក្នុងខ្លួនតទេស្អាតអត់មានធម្មសម្បត្តិអីដើម្បីបានជាទីពឹងពាក់ពំនាក់អាស្រ័យឡើយហើយអត់ដឹងខ្លួនទេសប្បាយត្រេកអរនឹងរីករាយចំពោះការគ្រប់គ្រងហ្នឹងគុណចាស់ញាតិញោមជ្រាបចុះទោះជាគ្រប់គ្រងពេញពិភពលោកក៏ដោយក៏មិនផុតអំពីការគ្រប់គ្រងដោយកិលេសចំពោះបុគ្គលនោះឯងនឹងឯងហើយមើលមានរួចពីការគ្រប់គ្រងរបស់កិលេសឯណាប៉ុន្តែដឹងតែខ្លួនឯងនឹងគ្រប់គ្រងពិភពលោកបណ្ណាបណ្ណៃ
អត់ដឹងថាខ្លួនឯងនឹងនៅជាទាស័ករបស់កិលេសហើយធម្មតាតែកាលណានៅជាទាស័ករបស់កិលេសវាធ្ងន់ធ្ងរណាស់ចឹងអាការដែលដឹងខ្លួនឯងថាធំប៉ិនមេឃប៉ិនដីហ្នឹងតាមពិតវាមានខ្លួនយើងឯណាធំមែនទេបើសង្ខារធัวសតហ្នឹងនឹងឯងដែលធំនោះដោយមាននេះអញនឹងឯងដែលធំនោះមើលវាមានខ្លួនយើងពិតប្រកបណាមកធ្វើជាអ្នកធំមែនទេនៅក្នុងពិភពលោកដោយសតិបញ្ញាបរពសេចក្តីជាយាមកំណត់ដឹងឧបាទានខណ្ឌទុកគឺមានតម្លៃជាជាងដែលយើងអង្គុយសោកសៅស្ដាយសំណោះអ្វីអ្វីដែលបាត់បង់ទៅសាបសូន្យទៅមានជីវិតរស់នៅឲ្យតឡាំងគេរស់តែការរស់នៅបើប៉ុណ្្នឹងមិនទាំងបានផងមហាសេដ្ឋីទោះជាអស់1លានដុល្លារក៏គេព្រមដែរឲ្យតែគេបានរស់ប្រហែលយើងហើយឥឡូវយើងបានយករស់ហើយមកអង្គុយយំមកអង្គុយកើតទុកវាមិនដឹងថាចង់បានអីក៏ណាដូច្នេះមកពីយើងអត់បានឃើញតម្លៃនៃការរស់ក្នុងពេលនេះដែលយើងត្រូវប្រើប្រាស់ទៅក្នុងទានសិលភាវនាការអប់រំបញ្ញាកំណត់ដឹងបញ្ញខណ្ឌយើងវាអត់យល់ពីតម្លៃនៃជីវិតដែលយើងត្រូវប្រើប្រាស់ហ្នឹងសោកសៅចំពោះរបស់ដែលបាត់ទៅតាមពិតអ្វីដែលមាននៅនេះណាគេសុខចិត្តបាត់អីបាត់ទៅអស់អីអស់ទៅទ្រព្យសម្បត្តិបណ្ណាក៏ដោយឲ្យតែគេបាននៅរស់អាហ្នឹងយើងអត់ឃើញសេចក្តីសំខាន់នៃជីវិតហ្នឹងចឹងហើយបានជាបងប្អូនកូនចៅប្រើប្រាស់ជីវិតមកជីវិត30-40ឆ្នាំដើម្បីរស់ទ្រព្យសម្បត្តិដល់ទីបំផុតត្រូវការរស់ត្រូវចំណាយទ្រព្យសម្បត្តិនឹងឯងប្រមាណ$10,000 $20,000ដែលខំសំ20-30ឆ្នាំមកហ្នឹងក៏ត្រូវចំណាយដែរដើម្បីទៀមទាការរស់នៅព្រោះវាកើតរោគក្រិនថ្លើមវាកើតរោគមហារាជអីទាំងអស់ហ្នឹងហើយទ្រព្យសម្បត្តិហ្នឹងមានធានាអាយុជីវិតបាននេះណាត្រូវអស់ទាំងទ្រព្យសម្បត្តិអស់ទាំងជីវិតអ្វីដែលនៅសល់គឺវដ្តសង្សារនេះឯងដែលហៅថាបឋិជនអាស្រ័យវត្តដាក់វាព្រឹកទៅអញ្ចឹងសុខចិត្តលះបង់ទ្រព្យសម្បត្តិតាណាក៏ព្រមដែរឲ្យតែបានរស់ប៉ុន្តែឥឡូវនេះកំពុងតែរស់នៅហើយនេះមើលមិនក៏មិនយកការរស់នឹងមកប្រើប្រាស់ឲ្យជាប្រយោជន៍ទៅបែរទៅជាថាយកការរស់នឹងឯងដើម្បីតែទ្រព្យសម្បត្តិរបស់ក្នុងលោកហើយដល់ទីបំផុតត្រូវការជីវិតនឹងដើម្បីឲ្យបានរស់នៅត្រូវលះបង់ទ្រព្យសម្បត្តិដូច្នេះគឺវាជារឿងដែលវង្វេងវិលវល់មិនដឹងជាថាឲ្យតម្លៃទៅលើអីឲ្យតម្លៃទៅលើជីវិតបានជាលះបង់ទ្រព្យសម្បត្តិប៉ុន្តែដល់ទៅជីវិតកំពុងនៅរស់ទៅជាលះបង់ជីវិតមួយថ្ងៃ24ម៉ោងមួយខែ30ថ្ងៃដើម្បីទ្រព្យសម្បត្តិដោយអត់ដឹងថាមួយថ្ងៃ24ម៉ោងហ្នឹងត្រូវអស់ទៅមួយខែ30ថ្ងៃត្រូវសាបសូន្យទៅហ្នឹងវាកំបាំងកន្លែងហ្នឹងចឹងវាចេះតែដឹងខ្លួនថាអញនៅរស់អញនៅរស់អញនៅរស់វាអត់ឃើញពីការអស់ទៅមួយខែ30ថ្ងៃនេះដល់អញ្ចឹងទៅបានលុយបានកាក់អីមកឲ្យសបាយថាចំណេញអាត្រង់ជីវិត30ថ្ងៃអស់ទៅនោះអត់បានគិតគូរទេព្រោះវាអត់បានដឹងថាអស់ទៅណាដឹងតែនៅរស់ទេតាអញ្ចឹងទៅវាទៅជានឹងបានលះប្រាក់ទ្រព្យសម្បត្តិទាំងអស់ហ្នឹងដល់ទៅទីបំផុតដឹងខ្លួនថាឈឺត្រូវស្លាប់ទៀមទាការរស់នៅត្រូវបោះបង់លះបង់ទ្រព្យសម្បត្តិទាំងអស់ហ្នឹងធានាអាយុជីវិតអត់បានទេមកជីវិតនឹងត្រូវសូន្យទៅទាំងអស់ទ្រព្យសម្បត្តិដែលខំរស់មកក៏អស់ជីវិតក៏អត់បានគង់វង្សនៅអញ្ចឹងត្រូវភ្ញាក់ខ្លួនពេលនេះឯងទាំងតណ្ណអញ្ញតរង្គយមំបដិជាគេយបណ្ឌិតោត្រូវភ្ញាក់ខ្លួនពេលនេះឯងត្រូវតែតម្កល់ខ្លួនឲ្យបានល្អទាំងដែលមានសារជាតិជាបណ្ឌិតមកហ្នឹងកុំឲ្យមួយថ្ងៃហ្នឹងវាមានតម្លៃស្មើនឹងប្រាក់ប្រមាណ$100អីហ្នឹងតែប៉ុណ្ណឹងជីវិតហ្នឹងវាមានតម្លៃណាបើមិនអញ្ចឹងយើងមិនមែនសុខចិត្តលះបង់ប្រាក់ហ្នឹង$ហ្នឹងដើម្បីការរស់ឯណាប៉ុន្តែឥឡូវនេះបែរទៅជាយើងលះបង់ជីវិតដើម្បីប្រាក់នេះអាហ្នឹងឯងគឺត្រូវមានស្មារតីឡើងកន្លែងហ្នឹងចឹងអញ្ចឹងគឺថាព្រះធម៌នេះគឺមានតម្លៃសម្រាប់ពុទ្ធបរិស័ទយើងអាស្រ័យជាទីពឹងរួចផុតចាកទុក្ខទាំងពួងបាននេះអញ្ចឹងគឺថាក្នុងការដែលពុទ្ធបរិស័ទយើងមានបញ្ញាចម្រើនឡើងបាននៅអនិច្ចសញ្ញាក្នុងការដែលសម្គាល់អត្តភាពហ្នឹងពុទ្ធបរិស័ទយើងត្រូវឲ្យយល់ថាតម្លៃពធហ្នឹងវានៅត្រង់ការស្គាល់ខ្លួនយើងហ្នឹងណាដោយសារសតិដោយសារបញ្ញាហ្នឹងបានយើងស្គាល់ខ្លួនយើងណាគឺណាហើយការដែលយើងស្គាល់ខ្លួនយើងនេះឯងជាសោសម្រាប់ចាក់ចូលទៅកាន់បរមសុខចាំអញ្ចឹងណាឲ្យយល់ជាមួយនឹងចាំកុំឲ្យគ្រាន់តែចាំអត់យល់ថាអាការដែលស្គាល់ខ្លួនឯងហ្នឹងជាសោដែលចាក់ចូលទៅរកបរមសុខហ្នឹងយ៉ាងម៉េច
ហើយអាការដែលអត់ស្គាល់ខ្លួនឯងហ្នឹងអត់ស្គាល់យ៉ាងម៉េចណាមិនស្គាល់ខ្លួនឯងយ៉ាងម៉េចត្រូវស្ដាប់ឲ្យយល់ថាមិនស្គាល់ខ្លួនឯងហ្នឹងយ៉ាងម៉េចព្រោះខ្លួនយើងជានាមរូបទេជាបញ្ញខណ្ឌទេយើងតែកាលណាមិនកំណត់ដឹងនាមរូបមិនកំណត់ដឹងខណ្ឌមិនកំណត់ដឹងទុក្ខគឺបានតែក្តីថាអត់ស្គាល់ខ្លួនឯងទេវានៅក្នុងទុក្ខេអញ្ញាណังឃើញទេគឺមិនដឹងទុក្ខហ្នឹងគឺមិនស្គាល់ខ្លួនឯងហ្នឹងនឹងឯងដែលចេះតែកើតទុក្ខចង្អៀតចង្អល់ហើយមិនចេះគ្រប់គ្រាន់សោះមកពីនៅក្នុងសេចក្តីប្រកាន់ថាមានយើងបានអីនឹងគ្រប់គ្រាន់ជាមួយនឹងរបស់ក្នុងលោកខ្វះខាតជានិច្ចដល់អញ្ចឹងវាតានតឹងចង្អៀតចង្អល់វាទៅជារឿងដ៏ជ្រៅមួយដែលយើងនឹងកើតទុកមិនសុខចិត្តជាមួយនឹងខ្លួនឯងនឹងឯងអានឹងវាជារឿងមួយដែលយើងត្រូវដឹងថាយើងនឹងបង្កចំនួនជាមួយនឹងខ្លួនឯងណាមិនចេះពេញចិត្តនឹងខ្លួនឯងហ្នឹងគឺឆ្លោះមួយខ្លួនឯងហើយបើដូចជាយើងមិនពេញចិត្តនឹងអ្នកដទៃយើងមិនឆ្លោះមួយគេថាអីមកគឺយើងមិនទទួលទេមិនពេញចិត្តយើងឆ្លោះយើងប្រកែកយើងតបយើងតអីអញ្ចឹងណាអាការដែលយើងមិនពេញចិត្តនឹងខ្លួនឯងហ្នឹងអានឹងឆ្លោះមួយខ្លួនឯងណានឹងឯងមិនពេញចិត្តនឹងមាននេះមិនពេញចិត្តនឹងមាននោះមិនពេញចិត្តអីសពគ្រប់ទាំងអស់ហ្នឹងណាមានចាំបាច់ណាមកធ្វើអីយើងឆ្លោះតែជាមួយនឹងខ្លួនឯងបង្កសង្គ្រាមទៅជាមួយនឹងខ្លួនឯងនឹងប្រព្រឹត្តទៅជាសេចក្តីទុក្ខលំបាកក្រៃលែងសម្រាប់រឿងដែលបុគ្គលយើងនឹងងងខ្លៅនឹងធ្វើជាសត្រូវនឹងខ្លួនឯងនឹងតែប៉ុន្តែកាលណាបើយើងចាប់ផ្ដើមកំណត់ដឹងធัวស្គាល់ខ្លួនឯងតាមសេចក្តីពិតពេលហ្នឹងតើយើងខ្វះអីបើរោគខ្លួនយើងមិនទាំងមានផងហ្នឹងយើងវាចិត្តតែរោគមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិប៉ុន្តែអត់បានរោគខ្លួនឯងតើយើងជាអ្នកបាននឹងជាស្អីយើងជាអ្នកសែបសោយនឹងជាស្អីកំណត់វេទនាសោយអារម្មណ៍មើលយើងអ្នកសោយស្អីទៅកំណត់ដឹងចិត្តមើលដែលដឹងនៅអារម្មណ៍ហ្នឹងតើជាយើងដែរទេដែលដឹងអារម្មណ៍តាមទ្វារទាំង6ហ្នឹងរូបសម្លេងក្លិនរសផតពៈធម្មអារម្មណ៍ហ្នឹងជាលោកនៃការរស់នៅក្នុងខណៈដែលដឹងអារម្មណ៍ហ្នឹងហើយជាយើងអ្នករស់នៅក្នុងអារម្មណ៍ហ្នឹងយ៉ាងម៉េចបើអត់វិថីចិត្តដឹងអារម្មណ៍ទេជាយើងអ្នករស់នៅដែរហើយយើងអត់បានរស់ខ្លួនឯងសោះដល់ទៅអញ្ចឹងវាចេះតែកើតទុកមិនចេះគ្រប់គ្រាន់នឹងឯងដល់ទៅយើងបានស្គាល់ខ្លួនឯងដឹកនាមរូបតាមសេចក្តីពិតយើងនឹងមានសន្តិភាពនៅក្នុងជីវិតខ្លួនឯងនេះឯងចឹងហើយដល់ទៅមានសន្តិភាពចឹងទៅវាមានមេត្តាចិត្តដល់អ្នកដទៃចម្រើនដោយសេចក្តីសុខស្ងប់តិចអត់មានគិតតែពីស្អីខ្លួនឯងឲ្យមានឲ្យបានឲ្យសុខឲ្យសុបាយចង់អ្នកណាកើតទុកវិនិច្ឆ័យវិន័យអីទៅទេគឺថាអ្វីជារបស់ក្នុងលោកមានការលះបង់នៅក្នុងโลกនេះឯងហើយប្រព្រឹត្តទៅដោយមានបញ្ញត្តិមកជាអារម្មណ៍ក៏ទៀនទៅអាមិសទានសិលទៅអភ័យទានទៅធម្មទានទៅឲ្យអ្វីដែលមានន័យខ្លឹមសារជាអាហារនៃសតិបញ្ញាទៅអត់មានប្រកែប្រកាន់គ្រប់គ្រងហួងហែងឆ្លោះប្រកែកជាមួយនឹងរបស់ក្នុងโลกទេពីព្រោះជាបុគ្គលមានធម្មសម្បត្តិរកខ្លួនឯងមិនមានទៅហើយណាគ្រប់អរិយាបថទាំង4គឺរូបធម៌នាមធម៌ប្រកបឡើងហ្នឹងវាមានខ្លួនយើងចាំបាច់បានអីពីរបស់ក្នុងโลกហ្នឹងដូចពលឺថ្ងៃដូចភ្លេចបន្ទោដូចអិនតនូដូចថ្ងៃបដាកូនវាមានខ្លួនឯងអីដែលចាំបាច់មានអីបានអីនាមរូបអាស្រ័យបច្ច័យកើតឡើងជារបស់ដែលសូន្យចាកខ្លួននិងចាកវត្ថុជារបស់ខ្លួននេះឯងដែលឈ្មោះថាមានធម្មសម្បត្តិបាននៅសុខសន្តិភាពជាមួយនឹងខ្លួនឯងហើយវាអត់មានបង្កសង្គ្រាមចំនួនឆ្លោះតោះតេងជាមួយនឹងអ្នកដទៃទេពុទ្ធបរិស័ទមានអ្នកដទៃមកជាអារម្មណ៍គិតថាឲ្យអ្នកដទៃបានសេចក្តីសុខគ្រាន់តែប៉ុណ្ណឹងខ្លួនឯងនឹងសុខហើយស្រេចហើយបើយើងមិនចេះរស់សេចក្តីសុខឲ្យខ្លួនឯងទេជាមនុស្សល្ងងឬឆ្លាតងងណាដូច្នេះមនុស្សដែលឆ្លាតគឺជាមនុស្សដែលរកសេចក្តីសុខឲ្យខ្លួនឯងហ្នឹងគឺសេចក្តីសុខតាមផ្លូវពធសុខខ្លួនឯងដោយមេត្តាចិត្តហ្នឹងគឺសុខមុនគេហើយធ្វើអីនិយាយអីប្រព្រឹត្តទៅដោយគិតថាឲ្យគេបានសេចក្តីសុខមនុស្សវាមានតម្លៃត្រង់ដែលឲ្យសេចក្តីសុខគេហ្នឹងវាមិនមែនគ្រាន់បើដោយសារធ្វើឲ្យគេទុកលំបាកធ្វើឲ្យអ្នកដទៃនឹងឯងដល់នៅសេចក្តីវិន័យអីចឹងទៅលើកចម្កើងខ្លួនឯងតែឈ្នះថាប្រកែថាក្រាន់អីទៅទេឧបសន្តោសុខੰសេតិហិថ្វាជាយៈបរាជាយ៉ាងបុគ្គលដែលស្ងប់រងាប់គឺកំចាត់បងនៅការឈ្នះការចាញ់ការប្រណាំងប្រជែងណានឹងឯងជាព្រះខេណាស្របទៅទៀតផងដូច្នេះពុទ្ធបរិស័ទយើងគឺថាជាអ្នកដែលមានធัวក្នុងខ្លួននឹងឯងនៅទីណាកន្លែងណាក៏បាននៅសេចក្តីសុខ
năng anh đôi chân bột bò sát ban đạp thì cái đây này và thua mà vẫn nắng hay còn năng rộp chơi được ru từng pi làm bậy bàn bọ sải thì cái đây nơi cái nòng làm xa này và bột sát ná trong để thả dê thầm mế hệ tộc bạc về năng anh thua chẳng lái để sải và chạy cả là thứ chỉ sang kha ra thua năng dạng ná chỉ tục khả đây sạch chạy năng giờ mấy ai chẳng thấy hơi chia phải giao nơi cái nòng xịt cái đây nâng cứ mình ham khoát chấm pua xịt cái đây chia diêm thế không cá để dân sẽ đáp ấy ban lọ cứ chia vào politica tới đầm bay prem mà chạy thì thua lọ na sôm ạ nam mô tani